បាទសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាដែលបានអញ្ជើញមកដល់ channel របស់ខ្ញុំបាទអញ្ចឹង channel នេះគឺខ្ញុំបង្កើតឡើងក្នុងគោលបំណងបង្រៀនចែករំលែកនៅភាសាចិនដោយមិនគិតប្រាក់អញ្ចឹង channel នេះផងដែរគឺខ្ញុំបាទនឹងមានការបង្ហាត់បង្រៀននៅភាសាចិនដោយមិនគិតប្រាក់អញ្ចឹងបងប្អូនដែលមានបំណងចង់រៀនសូត្រនៅភាសាចិនបងប្អូនអាចចុចfollow channel របស់ខ្ញុំបាទមួយចុច like channel របស់ខ្ញុំបាទមួយនោះបងប្អូននឹងអាចរៀនបានជារៀងរាល់ថ្ងៃដោយមិនអស់ប្រាក់ហើយបងប្អូនអាចជួយ share នៅ channel របស់ខ្ញុំមួយផងដើម្បីឲ្យបងប្អូនយើងផ្សេងទៀតដែលគាត់មានបំណងចង់រៀនភាសាចិនគាត់បានឃើញគាត់បានរៀនសូត្រជាមួយនឹងបងប្អូនដែរបាទអញ្ចឹងបងប្អូនដឹងហើយគឺបច្ចុប្បន្ននេះគឺទីផ្សារអ្នកដែលចេះភាសាចិនគឺការងារឱកាសការងារគឺច្រើនមែនទែនហើយប្រាក់ខែវិញក៏ខ្ពស់គួរសមដែរបងប្អូនចំពោះអ្នកដែលចេះចិនអ្នកដែលចេះចិនល្មមបើសិនជាគាត់គ្រាន់តែចេះចិនដែលអាចនិយាយស្ដាប់គ្នាបានតិចតួចដឹងថាទៅណាមកណាទៅទិញអីហូបឬក៏អីតិចតួចគាត់អាចចេះបើកឡានផងដែរនោះគឺប្រាក់ខែគាត់យ៉ាងតិចក៏4-500 ដុល្លារដែរទៅ6-700 ដុល្លារដែរទៅតាមការងាររបស់គាត់អញ្ចឹងមួយវិញទៀតបើសិនជាបងប្អូនចេះនៅភាសាចិនកាន់តែច្បាស់កាន់តែច្រើននោះការងារបងប្អូនក៏កាន់តែល្អហើយបងប្អូនក៏ទទួលបានប្រាក់ខែកាន់តែច្រើនផងដែរទៅតាមនោះផងដែរឧទាហរណ៍ដូចជាបងប្អូនអាចធ្វើជាអ្នកបកប្រែបងប្អូនធ្វើជាអ្នកជំនួយការថៅកែឬក៏ធ្វើជាអ្នកគ្រប់គ្រងនៅតាមបណ្ដាក្រុមហ៊ុនសហគ្រាសផ្សេងនោះប្រាក់ខែបងប្អូនក៏មិនក្រោម 1K ដែរបាទគឺអាចចាប់ពី800-900ឡើងទៅដល់ 1K ជាងទៅតាមកម្រិតការងារនិងបទពិសោធន៍និងចំណេះដឹងបងប្អូនផងដែរបាទហើយមួយវិញទៀតបើសិនជាបងប្អូនចេះភាសាចិននោះបងប្អូនក៏ងាយស្រួលនៅក្នុងការរកស៊ីផងដែរប្រកបអាជីវកម្មផ្សេងគឺមានការប្រស្រ័យតាក់ទងគ្នាជាមួយនឹងជនជាតិចិនឬក៏ជាមួយនឹងក្រុមហ៊ុនចិនផ្សេងបានផងដែរបាទអញ្ចឹងអ្នកដែលចេះភាសាចិនគឺទីផ្សារពិតជាធំធេងមែនទែនទីផ្សារឱកាសការងារគឺពិតជាច្រើនមែនទែនដូច្នេះហើយប្រសិនបើបងប្អូនមាននៅចំណាប់អារម្មណ៍ចង់រៀនចង់ចេះនៅភាសាចិនបងប្អូនអាចចូលរៀននៅក្នុង channel YouTube របស់ខ្ញុំបាទដោយខ្ញុំបាទមានការបង្រៀនតាំងពីមូលដ្ឋានគ្រឹះដំបូងរហូតទៅដល់កម្រិតសន្ទនាជីវភាពប្រចាំថ្ងៃនិងការទំនាក់ទំនងប្រស័យទំនាក់ទំនងការងារប្រចាំថ្ងៃផងដែរបាទហើយមួយវិញទៀតបងប្អូនអាចជួយ share ជួយ like និងជួយ follow channel របស់ខ្ញុំបាទផងដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាគាត់បានឃើញបានរៀនជាមួយគ្នាផងដែរបាទហើយអញ្ចឹងមុននឹងចូលដល់មេរៀនខ្ញុំក៏សូមណែនាំខ្លួនបន្តិចដើម្បីបងប្អូនបានដឹងថាខ្ញុំមកពីខាងណាដែរបាទខ្ញុំបាទជាកូនកសិករដែរទេហើយខ្ញុំរស់នៅខេត្តតាកែវបាទហើយខ្ញុំកូនអ្នកស្រែចម្ការទេបងប្អូនហើយពីដើមឡើយគឺអត់មានលុយរៀននៅភាសាចិននឹងគេទេហើយក៏អត់មានលុយរៀននៅមហាវិទ្យាល័យដែរពេលដែលចប់បាក់ឌុបទៅគឺឪពុកឈឺក្រុមគ្រួសារក្រីក្រអញ្ចឹងក៏សុំលាឪពុកម្ដាយចេញពីផ្ទះមួយរយៈដើម្បីមករៀនសូត្រភាសាចិននៅតាមព្រះវិហាររបស់ជនជាតិចិនជនជាតិតៃវ៉ាន់ដែលពួកគាត់បានបើកព្រះវិហារ
សាសនាដើម្បីបង្ហាត់បង្រៀនភាសាចិន ដោយមិនគិតប្រាក់បងប្អូនគឺគាត់បង្ហាត់បង្រៀន free ហើយមានការគោរពនៅសាសនាផងដែរហើយពួកគាត់គោរពនៅសាសនាព្រះពុទ្ធគឺសាសនាព្រះពុទ្ធព្រះសិអាមិត្រីព្រះនាងគង់ស៊ីអ៊ីមអីជាដើមបងប្អូនហើយក្រោយពេលដែលខ្ញុំរៀនភាសាចិននេះនៅក្នុងព្រះវិហារជាមួយនឹងពួកគាត់បានរយៈពេល3ឆ្នាំជាងខ្ញុំក៏ចេះល្មមអាចធ្វើការបានខ្លះដែរនៅពេលនោះគាត់ជួនក៏មានតកែរោងចក្រតៃវ៉ាន់ដែលគាត់មកបើករោងចក្រនៅខេត្តតាកែវហើយគាត់ក៏ខ្វះអ្នកបកប្រែគាត់ក៏បានចូលមកក្នុងព្រះវិហារដើម្បីរកអ្នកបកប្រែផងដែរនៅពេលនោះក៏បានជួបនឹងខាងក្រុមសិស្សច្បងរបស់ខ្ញុំជាមួយនឹងក្រុមសិស្សមិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួនផងដែរដែលគាត់ចេះភាសាចិនអាចធ្វើការបានមកល្មមដែរនៅពេលនោះខ្ញុំក៏បានចូលធ្វើការនៅខាងរោងចក្រនឹងបានរយៈពេល1ឆ្នាំជាងផងដែរធ្វើជាអ្នកបកប្រែបាទហើយក្រោយពេលដែលខ្ញុំធ្វើការបកប្រែនៅរោងចក្រនឹងបានរយៈពេល1ឆ្នាំជាងខ្ញុំសន្សំបានលុយមួយចំនួនខ្ញុំក៏បានលាឈប់ពីការងារនោះដើម្បីខ្ញុំឡើងមកភ្នំពេញដើម្បីរៀនបន្តនៅមហាវិទ្យាល័យហើយខ្ញុំរៀននៅខាងមហាវិទ្យាល័យគឺរៀនខាងផ្នែកទេសចរបងប្អូនដោយសារតែខ្ញុំចេះចិនមួយចំនួនផងដែរហើយខ្ញុំក៏ស្រឡាញ់នៅខាងផ្នែកទេសចរនេះផងដែរបាទហើយក្រោយមកខ្ញុំក៏បានរៀននៅថ្នាក់មហាវិទ្យាល័យខាងផ្នែកទេសចររយៈពេល4ឆ្នាំហើយខ្ញុំក៏បានធ្វើការរៀននៅភាសាចិននៅព្រះវិហារមួយផងដែរនៅក្នុងរាជធានីភ្នំពេញយើងនេះបាទរយៈពេល4ឆ្នាំជាងផងដែរនៅពេលអំឡុងពេលដែលខ្ញុំកំពុងតែរៀនភាសាចិនរៀនថ្នាក់មហាវិទ្យាល័យនោះពេលនោះក៏ជួនខ្ញុំក៏ជិះម៉ូតូដើររៀនអ្វីផ្សេងរៀនអង់គ្លេសរៀនអីបន្ថែមទៀតដែរក៏ប៉ុន្តែនៅពេលនោះក៏បានជួបនៅអ្នកដែលបើកព្រះវិហារគ្រូដែលបើកព្រះវិហារខាងថ្នាក់ភាសាចិនក៏បានជជែកលេងជាមួយគាត់ទៅក៏គាត់ក៏ហៅខ្ញុំមករស់នៅក្នុងព្រះវិហារចិននេះនៅរាជធានីភ្នំពេញដើម្បីទី1ឲ្យជួយបង្ហាត់បង្រៀនសិស្សនៅពេលយប់ផងដែរហើយពេលថ្ងៃខ្ញុំអាចទៅរៀនសូត្រនៅថ្នាក់មហាវិទ្យាល័យផងបានដែរបាទហើយក្រោយដែលខ្ញុំរៀនចប់ខ្ញុំបានបង្ហាត់បង្រៀនសិស្សនៅក្នុងថ្នាក់ព្រះវិហារនេះរយៈពេល4ឆ្នាំជាងដែរបងប្អូនហើយក្រោយមកខ្ញុំក៏ចេញធ្វើការនៅតាមក្រុមហ៊ុនតាមរោងចក្រផងដែរបាទតាមក្រុមហ៊ុនធំតូចធំក្តីតូចក្តីគឺធ្វើរយៈពេលមកដល់ពេលនេះគឺរយៈពេល10ឆ្នាំជាងផងដែរបងប្អូនហើយប្រាក់ខែក៏មិនច្រើនប្រហែលដែរគឺអាចទទួលយកបានដែរបងប្អូនអាចត្រឹម 1k ជាងតិចតួចបានដែរហើយក្រៅពីនោះអាចរកក្រៅបានផងដែរដែលយើងធ្វើការនៅខាងក្រុមហ៊ុនចិនធំដូចជាក្រុមហ៊ុនអចលនទ្រព្យអីគឺក្រៅពីប្រាក់ខែគឺយើងនៅមានប្រាក់ commission ដែលហៅថាប្រាក់កម្រៃជើងសារឬក៏ប្រាក់ឧបត្ថម្ភផ្សេងដូចជាការជួលផ្ទះបាន commission ពីម្ចាស់ផ្ទះពីអីផ្សេងផងដែរបងប្អូនបាទដែលខែខ្លះអាចបាន 2,000 3,000 ទៅតាមកលៈទេសៈផងដែរដូចថាផ្ទះវិឡាខ្លះរយៈគាត់ដាក់ជួលក្នុងតម្លៃ$2,000 $3,000នាំភ្ញៀវជួលក្នុងកុងត្រា1ឆ្នាំយើងអាចទទួលបាន commission មួយខែផងដែរអញ្ចឹងណាបងប្អូនបាទហើយក្រៅពីនោះខ្ញុំមានបំណងចង់រកស៊ីផងដែរដូច្នេះខ្ញុំក៏សន្សំប្រាក់ដើម្បីរកស៊ីបើកអាជីវកម្មផ្ទាល់ខ្លួនហើយឆ្លៀតពេលទំនេរក៏បង្កើតនៅ channel YouTube មួយនេះដើម្បីចែករំលែកនៅបទពិសោធន៍និងចំណេះដឹងដែលខ្ញុំមានជូនដល់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់រៀនសូត្រចង់ចេះភាសាចិនដើម្បីយកទៅប្រើការដើម្បីយកទៅបើកអាជីវកម្មរកស៊ីផ្សេងដូច្នេះបើសិនជាបងប្អូនមានបំណងចង់រៀនសូត្រភាសាចិនឲ្យបានល្អចង់ចេះ
ឲ្យច្បាស់នោះបងប្អូនអាចចូលរៀននៅក្នុង channel របស់ខ្ញុំបានដោយខ្ញុំបានមានការបង្ហាត់បង្រៀនពីថ្នាក់មូលដ្ឋានគ្រឹះពីថ្នាក់ដំបូងសម្រាប់អ្នកមិនទាន់ចេះសោះរហូតទៅដល់អ្នកដែលចេះអាចធ្វើការបានក៏អាចរៀនសូត្របានដែរបាទហើយចំពោះភាសាចិនខ្ញុំក៏មិនខ្លាំងអីប្រហែលដែរបងប្អូនគឺតាមកម្រិតមានកម្រិតដែរគឺมันបានខ្លាំងអីអស្ចារ្យណាស់ទេហើយខ្ញុំក៏មិនបានរៀនសូត្រនៅសាលាចិនល្បីដូចបងប្អូនយើងផ្សេងឡើយដោយសារខ្ញុំបាទរៀនបានតែតាមព្រះវិហារទេបងប្អូនខ្ញុំអត់បានរៀននៅសាលាចិនល្បីធំដូចបងប្អូនយើងដែលគាត់មានជីវភាពទូធាទេដូច្នេះភាសាចិនខ្ញុំមានកម្រិតបងប្អូនប៉ុន្តែគឺថាអាចទទួលយកបានខ្លះដែរបងប្អូនតាមបទពិសោធន៍និងចំណេះដឹងដែលធ្លាប់ធ្វើការពីមុនមកគឺថាអាចទទួលយកបានដែរបងប្អូនដូច្នេះថ្ងៃនេះខ្ញុំបាទសូមណែនាំខ្លួនប៉ុណ្ណឹងចុះបងប្អូនបាទចំពោះមេរៀនបន្តទៀតយើងនឹងចាប់ផ្ដើមចូលរៀនបាទចាប់ផ្ដើមពីមេរៀនទី1ឡើងទៅគឺចាប់ផ្ដើមពីមូលដ្ឋានគ្រឹះបាទដូច្នេះបើបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនសូត្រភាសាចិនបងប្អូនអាចចុច like ចុចshare និងចុច follow នៅ channel របស់ខ្ញុំបាទផងបាទដើម្បីតាមដាននិងបានរៀននៅមេរៀនថ្មីជារៀងរាល់ថ្ងៃផងដែរបងប្អូនបាទអរគុណច្រើនបងប្អូនជម្រាបលា